នៅពេលដែលខ្មែរយើងទាំងប្រជាជនក៏ដោយទាំងរដ្ឋាភិបាលក៏ដោយអត់ព្រមបើកចំហគ្នាក្នុងការនិយាយណាយើងនៅតែមានអាចកំបាំងការងារប្រទេសជាតិយើងនៅតែមានអាចកំបាំងឡើយមានតែនៅតែមានរបស់ខ្លះនិយាយបានមានរបស់ខ្លះនិយាយមិនបានឲ្យតែបន្តមានអាចកំបាំងបែបហ្នឹងមានរបស់ដែលនិយាយបានមានរបស់ដែលនិយាយមិនបានបែបហ្នឹងតើប្រទេសយើងទៅខ្លាំងរបៀបម៉េចនៅពេលដែលខ្មែរយើងទាំងប្រជាជនក៏ដោយទាំងរដ្ឋាភិបាលក៏ដោយអត់ព្រមបើកចំហគ្នាក្នុងការនិយាយណាយើងនៅតែមានអាចកំបាំងការងារប្រទេសជាតិយើងនៅតែមានអាចកំបាំងឡើយមានតែនៅតែមានរបស់ខ្លះនិយាយបានមានរបស់ខ្លះនិយាយមិនបានឲ្យតែបន្តមានអាចកំបាំងបែបហ្នឹងមានរបស់ដែលនិយាយបានមានរបស់ដែលនិយាយមិនបានបែបហ្នឹងតើប្រទេសយើងទៅខ្លាំងរបៀបម៉េចយើងបើកវេទិកានេះរដ្ឋាភិបាលក៏ដោយអ្នកណាក៏ដោយដែលមិនពេញចិត្តគំនិតឡើងមកមិនចឹងហ៎គិតថាគំនិតយើងបញ្ចេញទៅខុសតោះឡើងតកមូលជាមួយគ្នាឡើងវេទិកាជាមួយគ្នាឡើង podcast ជាមួយគ្នាតែចែកគ្នាវាខុសកន្លែងណាវាត្រូវកន្លែងណាតែចែកគ្នានេះហើយគឺជាចំណុចដែលធ្វើឲ្យប្រទេសយើងខ្លាំងបើយើងអត់ពិភាក្សាគ្នាទេរដ្ឋាភិបាលគួយគិតតែឯងថានឹងខ្លាំងហើយធ្វើតែឯងប្រជាជនរបស់គ្រប់ប្រជាជនគិតតែខ្លាំងតែអត់ដែលមានឱកាសក្នុងការធ្វើ100ឆ្នាំទៀត1000ឆ្នាំទីក៏ប្រទេសដល់កំសត់នេះវាអាចខ្លាំងបានដែរអញ្ចឹងយើងត្រឡប់មកប្រទេសកម្ពុជាយើងវិញតើនៅក្នុងកលៈទេសៈលំបាកមួយនឹងតើប្រជាជនយើងឬក៏រដ្ឋាភិបាលនៃប្រទេសយើងរៀនសូត្របានអីគេខ្លះកលៈទេសៈលំបាកមិនមែនតែពេលនេះមិនមែនតែសង្គ្រាមជាមួយអរងឯយើងតាំងពីកូវីដអញ្ចឹងកូវីដមកមានបញ្ហាម្ដងវិបត្តិនឹងម្ដងខ្មែរយើងចាប់ដើមបះដៃបះជើងដោយសារអីដោយសារតែពេលហ្នឹងគឺប្រទេសយើងភាគច្រើននាំចូលទំនិញមួយចំនួនធំហ្នឹងមកពីក្រៅអញ្ចឹងដល់ពេលមានវិបត្តិឡើងសំបីតែម៉ាស់ក៏យើងមិនអាចផលិតដោយខ្លួនឯងបានពេលហ្នឹងគឺមានការខ្វះខាតម៉ាស់ខ្លាំងមែនទែនពេលវិបត្តិកូវីដមកដល់កុំថាឡើយទំនិញដែលនាំចូលសំបីតែទំនិញក្នុងស្រុកដែលយើងផលិតខ្លួនឯងមួយចំនួនហ្នឹងក៏មានភាពចលាចលមានអ្នកខ្លះរត់ទៅទិញស្តុកទុកអីផ្សេងផ្សាយដែរប្រកបភាពចលាចលខ្លាំងមែនទែនក្រោយវិបត្តិកូវីដជាវិបត្តិធំមកយើងចូលមកដល់អីគេចូលមកដល់សង្គ្រាមថៃឆ្លៀនពៀនយើងនេះអញ្ចឹងចូលដល់ថៃឆ្លៀនពៀនយើងនេះយើងចាប់ដើមលេះឡាស់ទៀតព្រោះអីព្រោះទំនិញភាគច្រើនរបស់យើងគឺយើងប្រើរបស់ថៃយើងនាំចូលពីប្រទេសថៃហើយនាំចូលពីប្រទេសផ្សេងទៀតយើងអាចផលិតខ្លួនឯងបានដែរការដែលយើងត្រូវពឹងផ្អែកទៅលើប្រទេសផ្សេងហើយពឹងផ្អែកទៅលើសត្រូវរបស់យើងដើម្បីរស់រានហ្នឹងធ្វើឲ្យយើងជួបវិបត្តិម្ដងគឺបះដៃបះជើងមែនទែនចូលមកដល់វិបត្តិលើកនេះវិបត្តិពិភពលោកតាក់ទងជាមួយនឹងប្រេងក៏យើងវេទនាមែនទែនមកដល់បច្ចុប្បន្នប្រេងសាំងយើងឡើងខ្លាំងមែនទែនមួយសុទ្ធឡើងខ្ពស់ខ្លាំងមែនទែនអញ្ចឹងប្រជាជនយើងពេលនេះគឺយើងចាប់ផ្ដើមមានអារម្មណ៍ពិភពលោកប្រទេសផ្សេងអាចនឹងមិនទាន់មានអារម្មណ៍ឬមួយចាប់ផ្ដើមមានអារម្មណ៍តិចតែនៅក្នុងប្រទេសខ្មែរយើងហ្នឹងគឺចាប់ផ្ដើមមានអារម្មណ៍ខ្លាំងមកអាសម្ពាធនៃសង្គ្រាមអាមេរិកអ៊ីស្រាអែលជាមួយនឹងអ៊ីរ៉ង់ហ្នឹងគឺរងខ្លាំងមែនទែនមកលើសេដ្ឋកិច្ចខ្មែរយើងជាពិសេសប្រជាជនខ្មែរយើងហ្នឹងប្រេងសាំងឡើងខ្លាំងមែនទែនមកដល់កន្លែងនេះចំពោះខ្ញុំគិតថាអីដែលយើងរៀនបានពីវិបត្តិឬមួយស្អីដែលយើងរៀនបានជារួមតាក់ទងជាមួយនឹងបញ្ហាធំដែលខ្ញុំលើកមកមិញក៏ដូចជាបញ្ហាតូចហ្នឹងគឺមានតែធ្វើឲ្យប្រទេសយើងខ្លាំងហើយពេលនេះនិយាយទៅព្រោះស្ដាប់តែស្ដាប់ចង់សគាទៅជីអីម្នាក់និយាយថាត្រូវហើយត្រូវតែប្រទេសយើងខ្លាំងដូចខ្ញុំនិយាយបកមកវិញបើប្រជាជនយើងប្រាក់ខែណាចំណូលមួយខែ$10,000 $20,000ណាប្រេងសាំង1លីត្រ2រៀល3រៀលក៏យើងអត់ឈឺក្បាលដែរមិនអញ្ចឹងយើងចាក់គ្មានទាំងបានមើលតួលេខតម្លៃសាំងប្រមាណផងទេតែបញ្ហាមិនមែនរឿងប្រេងសាំងទេបញ្ហាគឺដោយសារតែជីវភាពប្រជាជនយើងវាអត់ហើយមិនមែនតែប្រេងសាំងទេយើងគិតថាតើមានវិបត្តិបែបហ្នឹងឯងម្នាក់ទៅបះដៃបះជើងកាលពីមិនទាន់មានវិបត្តិក៏ដោយបើសិនជាយើងអ្នកដើរទៅប្រទេសផ្សេងយើងទៅដឹងថាទំនិញនៅក្នុងប្រទេសរបស់យើងហ្នឹងវាថ្លៃគុណនឹង2គុណនឹង3បើធៀបជាមួយនឹងប្រទេសអភិវឌ្ឍន៍មួយចំនួនផងទំនិញនៅក្នុងទីក្រុងភ្នំពេញការរស់នៅការចំណាយនៅក្នុងទីក្រុងភ្នំពេញកំពង់សោមអីជាដើមហ្នឹងណាសឹងតែស្មើទីក្រុងធំនៅប្រទេសចិនថ្លៃជាងទីក្រុងបាងកករបស់ប្រទេសថៃថ្លៃជាងប្រទេសម៉ាឡេរបស់កាឡាឡាំពូរបស់ម៉ាឡេទៀតទំនិញយើងវាថ្លៃរួចស្រេចបាត់ទៅហើយទំនិញយើងមិនមែនដោយសារតែពេលនេះតែពីមុនមកដោយសារតែយើងសាំជាមួយនឹងអាទំនិញថ្លៃបែបហ្នឹងប្រាក់ខែ2%តែទំនិញថ្លៃទាំងឡើងតែមកដល់ពេលនេះសាំងឡើងប្រមាណហ្នឹងយើងហាក់ដូចជាភ្ញាក់ផ្អើលណាស់អញ្ចឹងតែខ្ញុំបកមកវិញវាអត់មានតាក់ទងជាមួយនឹងពិភពលោកបែបហ្នឹងទេពិភពលោកគេប្រែប្រួលបែបណាក៏ដោយគេចលាចលបែបណាក៏ដោយតែបញ្ហាតែមួយគត់គឺដោយសារតែជីវភាពរបស់ប្រជាជនយើងនឹងវាអត់វាទាបហើយកាលណាជីវភាពរបស់យើងទាបសេដ្ឋកិច្ចរបស់យើងអន់វិបត្តិពិភពលោកបន្តិចថៃឆ្លៀនពៀនបន្តិចកូវីដតែបន្តិច
ធ្វើឲ្យសេដ្ឋកិច្ចរបស់យើងប្រជាជនយើងហ្នឹងបាក់ដៃបាក់ជើងអញ្ចឹងបកទៅវិញស្អីដែលយើងរៀនបានហ្នឹងគឺត្រូវធ្វើឲ្យប្រទេសយើងវាខ្លាំងក៏ប៉ុន្តែចូលដល់ថាធ្វើម៉េចឲ្យប្រទេសយើងខ្លាំងហ្នឹងវាគ្មានអ្នកណាគេនិយាយឲ្យច្បាស់សោះថាធ្វើម៉េចឲ្យខ្លាំងម្នាក់នាំគ្នាដឹងហើយថាប្រទេសយើងត្រូវតែខ្លាំងប្រទេសយើងត្រូវតែខ្លាំងជនជាតិយើងត្រូវតែខ្លាំងតែធ្វើម៉េចឲ្យខ្លាំងមិនយ៉ាងហ្នឹងវាអត់មានយើងនាំគ្នាឡើងជាវេទិកាឬមួយមានការជួបជុំគ្នាជាមួយរដ្ឋាភិបាលជាមួយនឹងវិស័យឯកជនជាមួយនឹងប្រជាជនដើម្បីមកពិភាក្សាគ្នាថាសកម្មភាពរបស់យើងពីមុនច្បាស់ណាស់ទោះជាយើងទទួលស្គាល់ក៏ដោយមិនទទួលស្គាល់ក៏ដោយថាវាខុសបានយើងវាអត់តន់ខ្លាំងមិនចឹងទេយើងចង់ទទួលស្គាល់ក៏ដោយមិនចង់ទទួលស្គាល់ក៏ដោយតែយើងត្រូវដឹងការពិតមួយដែលយើងត្រូវដឹងនោះគឺថាអីដែលយើងធ្វើពីមុនវាមិនត្រូវទេទៅវាមិនតន់ខ្លាំងអញ្ចឹងមកនិយាយគ្នាថាធ្វើម៉េចឲ្យខ្លាំងប្រសិនបើយើងរដ្ឋាភិបាលក៏ដោយប្រជាជនសាមញ្ញក៏ដោយនាំគ្នាបិទមាត់មិននិយាយគ្នាថាធ្វើម៉េចឲ្យខ្លាំងទេហើយប្រទេសយើងខ្លាយទៅជាប្រទេសខ្លាំងឡើងមិនកើតមិនចឹងទេអញ្ចឹងហើយវាគួរតែមានវេទិកាមកពិភាក្សាគ្នាយើងចេញយោបល់ podcast យើងពីមុនមកវីដេអូដែលយើងព្យាយាមចេញទៅយើងសិតតែនិយាយអំពីថាធ្វើម៉េចឲ្យខ្លាំងតែយើងមិនមែនអត្តនោម័តថាគំនិតយើងនឹងធ្វើឲ្យប្រទេសខ្លាំងទេតែតោះខាងរដ្ឋាភិបាលក៏ដោយប្រជាជនផ្សេងក៏ដោយនាំគ្នាមកអង្គុយពិភាក្សាគ្នាថាអាគំនិតដែលយើងលើកមកនេះតើវាពិតជាអាចនាំឲ្យប្រទេសខ្លាំងមែនអត់តើវាគួរតែសាកនៅមធ្យោបាយហ្នឹងដើម្បីឲ្យប្រទេសយើងខ្លាំងឬអត់ក៏ប៉ុន្តែប្រជាជនយើងប្រជាជនមានអ្នកខ្លះទៅដូចគេហៅថាឆ្មាលាក់តែក្តៅអញ្ចឹងមានគំនិតអីមានយោបល់អីអត់ហ៊ានបញ្ចេញទេគាត់គិតថាម៉េចទេបញ្ចេញទៅមិនស្រួលជាប់គុកបញ្ចេញស្រួលហ្នឹងគេឲ្យចេញលិខិតសុំទោសគេចាប់ដាក់ទ្រង់មិនអញ្ចឹងទេខាងរដ្ឋាភិបាលក៏ដោយខាងអ្នកកាន់អំណាចមួយចំនួនក៏ដោយយើងបញ្ចេញយោបល់អីរៀងខ្ទាស់តែបន្តិចចាប់ដើមកវ៉ែលចាប់ដើមអត់ស្រួលមិនអញ្ចឹងទេនៅពេលដែលខ្មែរយើងទាំងប្រជាជនក៏ដោយទាំងរដ្ឋាភិបាលក៏ដោយអត់ព្រមបើកចំហគ្នាក្នុងការនិយាយណាយើងនៅតែមានអាចកំបាំងការងារប្រទេសជាតិយើងនៅតែមានអាចកំបាំងរហូតមានតែនៅតែមានរបស់ខ្លះនិយាយបានមានរបស់ខ្លះនិយាយមិនបានឲ្យតែបន្តមានអាចកំបាំងបែបហ្នឹងមានរបស់ដែលនិយាយបានមានរបស់ដែលនិយាយមិនបានបែបហ្នឹងតើប្រទេសយើងទៅខ្លាំងរបៀបម៉េចយើងយកមកបើកចំហមិនមែនធ្វើឲ្យប្រទេសយើងខ្លាំងទេវាគ្រាន់តែជាចំណុចចាប់ដើមដើម្បីនាំប្រទេសនឹងទៅខ្លាំងមធ្យោបាយអត់ដឹងនៅដែរតែវាតតែយើងមកពិភាក្សាគ្នាដោយបើកចំហទើបយើងរកឃើញដំណោះស្រាយតែនេះអាចចំណុចដែលយើងមកអង្គុយនិយាយគ្នាដោយបើកចំហយើងអត់បើកប្រជាជនក៏មិនបើករដ្ឋាភិបាលក៏មិនបើកតែងតែមានកន្លែងរដ្ឋាភិបាលក៏មានកន្លែងដែលឯងរិះគន់បានកន្លែងដែលរិះគន់បានកន្លែងដែលឯងនិយាយបានហើយនិយាយបានកន្លែងដែលនិយាយមិនបានប្រជាជនណាមានកន្លែងដែលនិយាយទៅខ្លាចនិយាយទៅមិនខ្លាចអត់ឯងលាក់បាំងគ្នាឡើងចុះបែបហ្នឹងតើប្រទេសខ្លាំងរបៀបម៉េចឲ្យនរណាគេមកដឹកនាំប្រទេសបែបហ្នឹងខ្លាំងបានខ្លាំងទៅតរដ្ឋាភិបាលប្រជាជនស្រោះដៃគ្នាជាធ្លុងមួយដែលយើងស្រែងនាំគ្នាស្រែងថាសាមគ្គីណារួមគ្នាណាហើយរួមគ្នាមិនកើតបើយើងអត់យល់ពីគ្នាផងហើយយល់គ្នាមិនកើតបើម្នាក់អត់ព្រមឡើងតុកមកនិយាយគ្នាដោយបើកចំហថាគ្នានេះហេតុផលរបស់ខ្ញុំដើម្បីឲ្យប្រទេសខ្លាំងខ្ញុំធ្វើបែបនេះអ្នកឯងគិតយ៉ាងម៉េចនិយាយមកខ្ញុំថាកែនេះរដ្ឋាភិបាលធ្វើកំណែតម្រង់កន្លែងនេះកែកន្លែងនេះអ្នកឯងថាកែមិនកើតប្រាប់ខ្ញុំថាមិនកែមិនកើតនិយាយជាចំហបើកចំហទាំងអស់គ្នាមធ្យោបាយដើម្បីឲ្យយើងខ្លាំងវាមានច្រើនយើងអត់ដឹងទេតែយ៉ាងហោចណាស់ដំបូងបំផុតផ្លូវច្រកមានន័យថាយើងត្រូវតែបើកចំហរវាងប្រជាជនជាមួយរដ្ឋាភិបាលវិស័យឯកជនទាំងអស់វិស័យរដ្ឋាភិបាលហ្នឹងមកពិភាក្សាគ្នាដោយបើកចំហដើម្បីរកដំណោះស្រាយហើយដំណោះស្រាយណាក៏ដោយដែលយើងស្រោះស្រួលគ្នាពិភាក្សាគ្នាក្រោយពិភាក្សាគ្នាមធ្យោបាយដើម្បីឲ្យយើងខ្លាំងវាមានច្រើនយើងអត់ដឹងទេតែយ៉ាងហោចណាស់ដំបូងបំផុតផ្លូវច្រកមានន័យថាយើងត្រូវតែបើកចំហរវាងប្រជាជនជាមួយរដ្ឋាភិបាលវិស័យឯកជនទាំងអស់វិស័យរដ្ឋាភិបាលហ្នឹងមកពិភាក្សាគ្នាដោយបើកចំហដើម្បីរកដំណោះស្រាយហើយដំណោះស្រាយណាក៏ដោយដែលយើងស្រោះស្រួលគ្នាពិភាក្សាគ្នាក្រោយពិភាក្សាគ្នាស្រោះស្រួលគ្នាថាហ្នឹងមធ្យោបាយហ្នឹងដែលយើងនឹងធ្វើឲ្យប្រទេសជាតិខ្លាំងអនុវត្តទាំងអស់គ្នាស្រោះដៃគ្នាហេតុអីបានប្រទេសយើងមិនខ្លាំងទៅកើតបញ្ហាត្រង់យើងអត់បើកចំហជាមួយគ្នាតើតែយើងបើកចំហជាមួយគ្នាទៅយើងស្រោះស្រួលចិត្តខ្លៅមួយមធ្យោបាយណាក៏ដោយដែលចង់ក្រោយយើងស្រោះស្រួលគ្នាហើយចាប់យកមធ្យោបាយណាក៏ត្រូវដែរមធ្យោបាយណាក៏ធ្វើឲ្យប្រទេសយើងខ្លាំងដែរតែកន្លងមកមិនមែនយើងខ្វះមធ្យោបាយទេយើងខ្វះការស្រោះស្រួលគ្នាដើម្បីកាន់យកមធ្យោបាយហ្នឹងទៅធ្វើឲ្យប្រទេសយើងខ្លាំងហើយមិនបានយើងអត់ស្រោះស្រួលគ្នានេះបើកចំហយើងបើកវេទិកានេះឯងរដ្ឋាភិបាលក៏ដោយអ្នកណាក៏ដោយដែលមិនពេញចិត្តគំនិតឡើងមកមិនអញ្ចឹងទេគិតថាគំនិតយើងបញ្ចេញទៅខុសតោះមកឡើងតុកមូលជាមួយគ្នាឡើងវេទិកាជាមួយគ្នាឡើងផតខេសជាមួយគ្នាតែចែកគ្នាវាខុសកន្លែងណាវាត្រូវកន្លែងណាតែចែកគ្នា
នេះហើយគឺជាចំណុចដែលធ្វើឲ្យប្រទេសយើងខ្លាំងបើយើងអត់ពិភាក្សាគ្នាទេរដ្ឋាភិបាលអង្គុយគិតតែឯងថានឹងខ្លាំងហើយធ្វើតែឯងប្រជាជនអត់គ្រប់គ្រងប្រជាជនគិតតែខ្លាំងតែអត់ដែលមានឱកាសក្នុងការធ្វើ100ឆ្នាំទៀត1000ឆ្នាំទីក៏ប្រទេសដល់កំសត់នេះវាអត់អាចខ្លាំងបាន